សូមស្វាគមន៍មកកាន់ Cambodia Flash News ខេត្តស្ទឹងត្រែងនឹងរៀបចំព្រឹត្តិការណ៍គាំទ្រសេវាកម្មសហគមន៍ទេសចរតាមដងទន្លេមេគង្គមន្ទីរទេសចរខេត្តស្ទឹងត្រែងនឹងរៀបចំឲ្យមានយុទ្ធនាការគាំទ្រសេវាកម្មសហគមន៍ទេសចររដូវកាលបៃតងដ៏ធំមួយនៅក្នុងទឹកដីស្រុកបរិយអូស្វាយសែនជ័យដែលជាស្រុកជាប់ព្រំដែនកម្ពុជាឡាវតាមសេចក្តីជូនដំណឹងរបស់មន្ទីរទេសចរខេត្តស្ទឹងត្រែងបានបញ្ជាក់ឲ្យដឹងថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី30 31ចុងខែឧសភាដល់ថ្ងៃទី1ដើមខែមិថុនាឆ្នាំ2025លោកអូនប៉សឿនប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែងបានឲ្យដឹងថានៅក្នុងរដូវកាលបៃតងនេះមន្ទីរនឹងរៀបចំជាព្រឹត្តិការណ៍ទេសចរដែលបានដាក់ចេញនៅយុទ្ធនាការគាំទ្រទៅដល់សេវាកម្មសហគមន៍ទេសចរក្នុងគោលបំណងសំខាន់គឺយើងចូលរួមលើកទឹកចិត្តទៅដល់សហគមន៍ទេសចរទាំងអស់នៅក្នុងខេត្តស្ទឹងត្រែងតាមរយៈការរៀបចំយុទ្ធនាការគាំទ្រសេវាកម្មតាមដងទន្លេមេគង្គនេះនឹងផ្សព្វផ្សាយពីសក្តានុពលទេសចរបែបធម្មជាតិដែលមាននៅក្នុងទឹកដីខេត្តស្ទឹងត្រែងលើសពីនេះទៅទៀតនឹងចូលរួមបង្កើតឱកាសការងារអាចរកបានប្រាក់ចំណូលបន្ថែមទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់លោកអូនប៉សឿនប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែងក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាដើម្បីដាក់ចេញនៅយុទ្ធនាការរដូវកាលបៃតងនៅក្នុងនេះមន្ទីរទេសចរខេត្តស្ទឹងត្រែងបាននឹងរៀបចំជាព្រឹត្តិការណ៍សំខាន់ជាច្រើននៅក្នុងថ្ងៃទី30 31និងថ្ងៃទី1ខែមិថុនានេះពេលខាងមុខនេះផងដែរតាមរយៈយុទ្ធនាការនេះយើងរំពឹងថានឹងផ្ដល់ជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋទូទៅជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិបានរៀបចំធ្វើដំណើរកម្សាន្តរបស់ខ្លួនទៅតាមតំបន់ទេសចរជាច្រើននៅលើទឹកដីខេត្តស្ទឹងត្រែងលោកប្រធានមន្ទីរក៏បានឲ្យដឹងដែរថាភ្ញៀវទេសចរទាំងអស់អាចនឹងបានទស្សនាពីទេសភាពប្លែកៗដូចជាតំបន់កម្សាន្តនៅតាមដងទន្លេមេគង្គនៅតំបន់ព្រំដែនឡាវដ៏ស្រស់ត្រកាលព្រមទាំងបានជិះទូកកាយ៉ាក់និងភ្លក់នៅរសជាតិពីមុខម្ហូបដ៏សម្បូរបែបដែលជាស្នាដៃកែច្នៃដោយផ្ទាល់របស់បងប្អូនដែលរស់នៅតាមសហគមន៍ទេសចរទាំងនោះផងដែរអរគុណសម្រាប់ការតាមដាន Cambodia Flash News